ទៀតហើយថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងមួយបន្តទៀតជាមួយយើងស្លេចត្រង់ជាជាងនេះអូខេចុច comment អក្សរ M មកយើងអត់វាចេញមកតែ complete ចុចoption នៅលើ keyboard MacBook របស់យើងមកជានោះហើយបន្តទៀតយើង comment អក្សរ T មកអូខេចុច5 cm អូខេនេះយើងដាក់75មកអូខេយើងធ្វើប្អូនរបស់យើងនេះ15 cm អូខេនេះយើងវា5នេះ50នេះ5 cm អូខេយើងបានប៉ុណ្ណេះហើយយើងស្អីគ្នាមួយមកតោះមកយើងចុចអក្សរ M ខមមិនអក្សរ M មកចុចត្រង់ចំណុចនេះចុច option មួយមកដាក់ត្រង់ចំណុចនេះមកអូខេតោះមកយើងចុចត្រង់ចំណុចនឹងដដែលនោះចុច option មកដាក់មុខនេះអូខេតោះមកទៀតយើង comment អក្សរ T ឡើងមកលើ20មកអូខេអានេះដាក់5មកអូខេតោះមកយើងឡើងទៅលើ2.10នេះមកយើងដាក់នេះ5 cm មកតោះទៅលើ15មកអូខេនេះ5មកតោះមកទៀត comment អក្សរ O មកយើងចាប់ត្រង់ចំណុចនេះមួយមកដាក់ដល់ក្រោមនេះអូខេអានេះយើងអស់ដាក់កណ្ដាលនេះអូខេនេះយើងដាក់មកដល់ក្រោមមកអូខេតោះមកយើងនេះមកយើងចាប់ដល់នេះដាក់ត្រង់ចំណុចនេះមកអូខេនេះយើងខាងក្នុងដែរយើងដល់ក្រោមនេះមកនេះដល់ក្រោមនេះមកអូខេនេះយើងអស់ដល់ក្រោមនេះមកនេះខាងក្នុងរបស់យើងចាំខាងនេះដល់ក្រោមនេះមកអូខេតោះមកយើង comment អក្សរ E យើងលុបទៅចោលអូខេតោះមកយើង select អានេះមួយអូខេ comment អក្សរ M មកចេញមកcomplete ចេញ option ផងអូខេនេះមកយើងបានប៉ុណ្ណឹងហើយយើងលុបនេះចោលមួយមកយើង comment អក្សរ E មកអូខេយើង comment អក្សរ T លើកអានេះ60ឡើងលើមកអូខេតោះមកយើង select អាផ្ទៃខាងក្រោមនេះអូខេតោះមកយើង comment អក្សរ M មកចុចត្រង់ចំណុចនេះមកដល់ត60នេះត្រង់60នេះអូខេយើងបានប៉ុណ្ណេះហើយយើងលុបនេះចោលមកនេះផងទៅអូខេតោះមកយើង copy នេះចេញមកទៀតអូខេcomment ស្អមទៅយើង comment ស្អលដើម្បីយើងគូឡាណាចឹងទៅមកអូខេតោះមក comment ស្អីយើងឲ្យលុបចេញអូខេតោះមកទៀតយើង select ឡើងនេះតែខាងលើហ្នឹងអូខេយើង comment ស្អមលើកឡើងលើ15អូខេបាទមេរៀនរបស់យើងសូមបញ្ចប់ត្រឹមនេះនៅវគ្គក្រោយយើងនឹងជួបគ្នាបន្តទៀតអរគុណច្រើនសម្រាប់ការទស្សនាទាំងអស់គ្នាអរគុណច្រើនជម្រាបលា